này phíaទី2នេះយើងក៏បានឃើញថាម៉ូណានាងគឺទៅតែងើបពីគេងហើយនាងក៏រំសួស្ដីទៅកាន់ខ្លួនឯងតាមធម្មតាហើយក៏ទៅរៀនតាមធម្មតាឯងចឹងទៅនិយាយចំទៅម៉ូណានាងគឺនៅទីក្រុងអូសាកានេះអស់រយៈពេល17ឆ្នាំហើយនាងក៏មានអាយុ17ឆ្នាំដូចគ្នានិយាយចំទៅម៉ូណានេះស្អាតតាំងពីលើដល់ក្រោមកន្លែងណាក៏ស្អាតដែរស្អាតអត់មានទាស់នោះតែចំណែកឯថ្ងៃនេះវិញម៉ូណានាងក៏បានសួរទៅកាន់កូរ៉ូអេវ៉ាថាតើម៉ូតនេះមិនដែរតំណងអត់ហើយម៉ូណាក៏និយាយបន្ថែមទៀតដែរថាចំពោះកូរ៉ូអេវ៉ាចង់បានឲ្យនាងធ្វើជា model បែបណាក៏ធ្វើឲ្យបានដែរតែកុំឲ្យតែនាងគឺដោះស្លៀកពាក់ទៅគឺបានហើយអើយនិយាយចឹងអៀនដល់កយនេះអីកង្វល់ពិចារនឹងចានឹងក៏និយាយតែឯងទេបងយើងក៏អត់ចាប់អារម្មណ៍រឿងអស់ហ្នឹងនោះឡើយអូអញបាក់ចកេះបដ ாய் អាប៉ែនេះលេងសើចហ្នឹងហើយនៅពេលនេះផងដែរកញ្ញាម៉ូណាហ្នឹងគឺទៅសើចក្នុង Google ពីរបៀបធ្វើ style បែបណាគេចាប់អារម្មណ៍ចំណែកឯបងយើងវិញនិយាយថាអើយកញ្ញាម៉ូណានេះនិយាយពីស្អាតរលេងដាក់គ្មានហ្មងហើយបន្ទាប់មកម៉ូណានាងក៏បាននៅឃើញ style មួយមិនដែរ style ហ្នឹងស្អាតដែរអត់ខុសrồiវ៉ាមើលទៅវាគឺដូចជាគួរតែទាញហើយគ្រប់គ្នាហ្នឹងគឺបានតែសារថាគឺពិតជាស្អាតខ្លាំងមែនតើហើយនាងក៏បាននិយាយថាមើលទៅបើជាប៉ែហ្នឹងចាប់អារម្មណ៍ហើយតែបងយើងក៏ប្រកែកទៅអារម្មណ៍ខ្លាំងមែនតើចុងក្រោយធ្វើ style បែបណាក៏ប៉ែហ្នឹងវាអត់ចាប់អារម្មណ៍ដែរហើយនៅពេលនោះផងដែរក៏មានក្មេងស្រីម្នាក់ដូចកលេចទៅកាន់ពួកគេអញ្ចឹងណាហើយពេលនោះម៉ូណាក៏បានសួរទៅកាន់ខូរ៉ូវ៉ាដែរថាតើខូរ៉ូវ៉ាហ្នឹងគឺគូដល់ណាហើយនៅស្ញៀមខ្ញុំទៅគូដល់កហើយបន្ទាប់ពីលើថាខូរ៉ូវ៉ាគូដល់កគឺធ្វើឲ្យនាងមានអារម្មណ៍ថាក្តៅខ្លួនខ្លាំងមែនតើហើយក៏អាដេញដាក់មេប្រែហ្នឹងគឺថារត់ចេញពីបន្ទប់ហ្នឹងយកហ្មងដោយសារតែអៀនខ្លាំងពេកចាហើយភ្លាមនោះក៏មានក្មេងស្រីម្នាក់ក៏ហៅថាខូរ៉ូវ៉ាហើយយើងក៏កលេចមកដល់ម៉ូណាដែលនាងគឺកំពុងតែនៅក្នុងបន្ទប់ទឹកនាងឆ្ងល់ហេតុអីបានជាអាប៉ែខូរ៉ូវ៉ាហ្នឹងគឺមើលនាងខ្លាំងម៉េចហេខាងគេគូគំនូឲ្យគេមើលមិនកើហើយយើងក៏លេចមកដល់ថ្នាក់គំនូវិញយើងក៏បានឃើញថាមិត្តរបស់ខូរ៉ូអេវ៉ាហ្នឹងក៏បានសួរថាតើឯងយកគំនូនឹងយកធ្វើអីខូរ៉ូអេវ៉ាអត់និយាយទេអៀនហើយក៏និយាយថាត្រូវតែទប់អារម្មណ៍មិត្តហ្នឹងក៏បាននិយាយដែរថាត្រូវទប់អារម្មណ៍អាយ៉ានេះគេហៅថានិស័យស្នេហ៍ច្បាស់កន្លែងឯងតើនេះគឺថាសំបីតែសភៅហ្នឹងគេចង់បានមួយគ្នាដែរខូរ៉ូអេវ៉ាចង់អានមួយគ្នាដែរអត់ខូរ៉ូអេវ៉ាក៏លើចឹងតោះយកទៅអានខ្លួនឯងខ្ញុំអីទេខ្ញុំត្រូវការអានទេហើយក៏ងាកក្បាលដើរចេញហើយក៏អៀនហើយក៏និយាយថាយីប៉ែហ្នឹងដៃទុនណាវើហើយម៉ូណានាងក៏បាននិយាយថានាងដូចជាអត់បញ្ញាប់អីហងអត់អីចឹងតែអានសភៅក្បាលប៉ែហ្នឹងសិនហើយយើងក៏ឃើញក្មេងស្រីហ្នឹងគឺតាមដានពួកគេទៀតហើយនាងមានឈ្មោះថារេណូម៉ូណានាងគឺមិនចោះចាញ់នោះទេក៏មកអង្គុយអៀកទៅកាន់គេទៀតអាយ៉ាឲ្យដៃគេអន្តើនេះហើយជាស្រ័យចំពោះសលេងឆ្កែព្រុសចូលមកកាន់សាច់រឿងរបស់យើងវិញដែលម៉ូណានាងគឺកំពុងតែគៀកទៅហើយមើលដល់អាចែនោះគឺកំពុងតែកើមើលមកហើយជុយអូយយីប៉ែហ្នឹងល្មិចអត់ចេះតែងាកមើលរហូតណាមិនទេចំតិចហារណូហ្នឹងគឺជាថែរបស់ខូរ៉ូវ៉ាទៅវើយហារណូផ្ទាល់នាងគឺជាមនុស្សមើសអត់ហ៊ាននិយាយច្រើនដូចជាខូរ៉ូវ៉ាអញ្ចឹងវាអាចជាថែរបស់ខូរ៉ូវ៉ាមួយដែរអីចុំអាយ៉ាម៉ូណាស៊ូឡើងត្រូវតែយកខូរ៉ូវ៉ាឲ្យបានកុំឲ្យណាគេទៅដល់មកសោះអានេះពាក្យមិនដីរបស់ខ្ញុំអ្នកនិយាយណាម៉ូណាមានអ្នកនិយាយក្លេកមកដល់ចែយើងវិញមិនដែរតាក់ទាញឯអ្នកគ្នាគួរចាប់អារម្មណ៍ឯងមើលបងយើងក៏គាត់ចាប់អារម្មណ៍ដែរប៉ុន្តែនិយាយពីថាចែហ្នឹងពាក់វ៉ាន់តាញ៉ាំតែហើយអូយនិយាយចំខូខ្លាំងមែនតើពេលហ្នឹងម៉ូណាក៏ឆ្កឹះជើងខូរ៉ូវ៉ាអាយ៉ាមិនដែរខូរ៉ូវ៉ាតាតាក់ទាញដែរទេហ្នឹងខូរ៉ូវ៉ាក៏បាននិយាយថាខ្ញុំទៅមុនឯសារតែចែឯងហ្នឹងគឺប៉ះជើងខ្ញុំហ្នឹងអូអាប៉ែនេះដល់កោដល់ថ្នាក់កំពូលអីចឹងកញ្ញាម៉ូណាយើងគឺបាក់អស់លេងហ្មងនិយាយចាំអត់ដឹងថាត្រូវធ្វើអីតដោយសារតែអាប៉ែហ្នឹងអត់ចាប់អារម្មណ៍អីមិនតិចនោះហើយវាថាអាចារ្យហារណូនោះគេហ្នឹងគឺពេញចិត្តខ្លាំងមែនតើបន្តពីហ្នឹងមកយើងក៏កលេចមើលទៅកាន់អាកញ្ញាម៉ូណាគឺកំពុងតែមកលួចមើលហារណូហ្នឹងឯងអាយ៉ាត្រូវបេះដូងទៅត្រូវស្នេហាមួយទាំងមូលបើតាមដានមិនកើតមើលតាហារណូហ្នឹងគឺមានជំនាញអីខ្លះទី1នោះគឺចោយដើមឈើអត់មានណាប្រាប់លោកក្តារខៀនអត់មានណាប្រាប់ហើយរៀបចំតុកហ្នឹងក៏អត់មានណាប្រាប់ទៀតនិយាយចំទៅគឺល្អភើពេកយកមកវនាងវិញគឺមានតែសម្រស់មួយទេលោកអើយខកចិត្តខ្លាំងមែនតើមិនថែមទាំងប៉ុណ្្នឹងទេហារណូហ្នឹងគឺមានអាភ្នំ2គ្រាប់ហ្នឹងវាធំទៅទៀតលំបយោអូចាប់អញរួចធ្វើម៉េចបានដណ្ដើមអាប៉ែខូរ៉ូវ៉ាហ្នឹងចេញពីហារណូបានទៅដោយសារតែយប៉ែហ្នឹងគឺវាអស់ចាខ្លាំងមែនទែនបាក់ចិត្តពេកមានតែរត់ផ្សាយអារម្មណ៍នឹងឯងហើយម៉ូណានេះក៏បានគិតថាចំហើយគេពីរអ្នកហ្នឹងអីក៏
វាដូចគ្នាអញ្ចឹងណាយើងគឺពិតជាខកចិត្តខ្លាំងមែនតើទាំងដែលយើងគឺជាមនុស្សស្រីដែលស្អាតជាងគេប្រចាំសាលាមួយនេះហើយនៅពេលនោះក៏មានលបងវ៉ែនតាហ្នឹងគឺបានយកសភៅមកឲ្យម៉ូណាខ្ចីអានផងដែរហើយក៏និយាយថាបើសិនជានាងអានហើយកុំភ្លេចប្រាប់គេផងហ្នឹងហើយខ្ញុំប្រាប់ទៅតាមខោយអាប៉ែហ្នឹងនិយាយពីសប្បាយចិត្តអាយ៉ាយើងនឹងពិធីធ្វើឲ្យអាប៉ែហ្នឹងលងយើងហើយថ្ងៃត្រង់ឡើងខរក៏មករំហាយកាយនៅលើដំបូលសាលាដើម្បី relaxing អីអញ្ចឹងណាហើយនៅពេលនោះក៏មានកន្សែងអ្វីម្យ៉ាងហោះមកលើដៃគេនេះឯងគូប្រេងគឺមិនព្រាត់តែគេបង្រាត់នឹងក៏នៅជួបគ្នាដែរនេះគឺជាកណាត់ជើតមុខរបស់ខ្ញុំទេហើយអរគុណដែលខរវ៉ាហ្នឹងគឺបានចាប់ឲ្យនាងនឹងឯងហើយម៉ូណានាងគឺអរគុណច្រើនដងខ្លាំងមែនតើហើយនៅពេលនោះផងដែរម៉ូណានាងក៏បានគិតថាអាយ៉ាមនុស្សប្រុសធម្មតាឲ្យតែមនុស្សស្រីដែលស្អាតហ្នឹងគឺសារភាពបែបអរគុណអញ្ចឹងគឺពិតជាសប្បាយចិត្តហើយនៅពេលនោះគឺខ្យល់បក់មកខ្លាំងមែនតើម៉ូណាចង់និយាយអីម្យ៉ាងប៉ុន្តែរៀននិយាយទេក៏រត់ទៅបាត់ទៅដល់ពេលហ្នឹងម៉ូណានាងក៏ចង់សារភាពស្នេហ៍ប៉ុន្តែគឺនាងអៀនអត់ហ៊ាននោះទេវាមនុស្សខ្មាស់អៀនអីចឹងណាហើយរយៈពេល1ខែដែលនាងគឺបានតាមខូរ៉ូវ៉ាប៉ុន្តែអាឡបយោហ្នឹងវាអត់ចាប់អារម្មណ៍យើងសោះហើយនៅពេលនេះក៏ដល់ពេលរើសគណៈកម្មាធិការផងដែរនៅពេលហ្នឹងផងដែរហារណូនាងក៏បានឡើងធ្វើជាគណៈកម្មាធិការផងដែរដោយសារតែនាងគឺចាប់ចំមកដោយម៉ូណានាងគឺមិនដឹងមិនទេចេះទៅចាប់តែអញចប់បណ្ដោយបានជាប់ជាកម្មាធិការដែរបណ្ដោយនៅពេលនោះហារណូក៏និយាយរីករាយដែលបានធ្វើការជាមួយនឹងគ្នាណាចានឹងហើយរីករាយដូចគ្នាហើយពួកគេក៏បានមកពិភាក្សាគ្នាផងដែរអំពី event នៅក្នុងសាលារបស់គេហ្នឹងអូនិយាយចឹងម៉ូណាតាំងពីអនុវិទ្យាល័យតើនាងធ្លាប់ធ្វើហាងកាហ្វេអីអត់ត្រូវហើយខ្ញុំគឺធ្លាប់ធ្វើហាងកាហ្វេសាទន្សាយអាយ៉ាប្រកាសជា cute ដែរអញ្ចឹង cute លបលកាច់យកអីកាលពីមុនឯង cosplay ធ្វើខ្លាលើកែវទឹកហ្នឹងនិយាយចំពួកយើងពីរនាក់គឺប្រៀបបីដូចជាស្នេហាត្រីកោណអញ្ចឹងហេតុអីបានយើងត្រូវមើលរុះរីជាមួយនឹងយេប៉ែហ្នឹងនិយាយចំយេប៉ែហ្នឹងស្អាតហេតុរុះរីដូចជាយើងអញ្ចឹងហេតុអីបានជាចាញ់ខាងលោតចុចខ្មៅដៃឯងហ្នឹងកលិតអើយអាយ៉ាម៉ូណានាងយករបស់ខ្ញុំដែរអត់ម៉ូណាក៏ក្លែងទៅមើលទូរស័ព្ទអត់ឲ្យមើលទេដោយសារពេលហ្នឹងគឺម៉ូណាចាប់អារម្មណ៍នៅក្នុងទូរស័ព្ទហ្នឹងមានឃើញអីមួយខ្ញុំសន្យាថានឹងឲ្យម៉ូណាឃើញប៉ុន្តែចង់ឲ្យម៉ូណាគឺជាមនុស្សចុងក្រោយដែលបានឃើញជុំឃើញអីគេចេះដែលមិនអស់ចិត្តកញ្ញាម៉ូណាក៏សម្រេចចិត្តថាណែអើយឈប់ភ្លាមឆាប់ឲ្យយើងមើលភ្លាមមកឲ្យលឿនចង់រត់ទៅណែបន្ទាប់ពីចាប់ហារណូបានក៏ទាញទូរស័ព្ទយកមកមើលហើយក៏ឃើញថានៅក្នុងទូរស័ព្ទរបស់ហារណូផ្ទាល់គឺឲ្យសតែរូបរបស់កញ្ញាម៉ូណានឹងឯងហើយហារណូក៏និយាយខ្ញុំមិនមែនរោគចិត្តទេគ្រាន់តែខ្ញុំឃើញម៉ូណានឹងគឺស្អាតពេកហើយក្នុងទូរស័ព្ទខ្ញុំអត់មានរូបអីច្រើនទេត្រឹមតែ2 300ប៉ុស្តិ៍ឯងបន្ទាប់ពីហារណូឃើញថាបែកការអស់ហើយនាងក៏សារភាពទាំងអស់ទៅថានាងគឺគ្រាន់តែលងស្រឡាញ់ទៅកាន់សម្រស់របស់ម៉ូណាទេម៉ូណាក៏លងទៅវិញផងដែរថាហ្នឹងហើយវាមិនអីនៅទេវាគ្រាន់តែជារឿងតូចតាចមួយតែអូនិយាយចឹងមិញខ្ញុំដូចរំលឹកដល់រឿងខូរ៉ូអេវ៉ាហ្នឹងគឺគ្រាន់តែជាត្រីនៅក្នុងទូកញ្ចក់ខ្ញុំតែប៉ុណ្ណោះចំណែកអាហារណូវិញតែខ្ញុំដឹងហើយខ្ញុំដឹងតែខូរ៉ូអេវ៉ាហ្នឹងហើយមិនបាច់ភ័យទេខ្ញុំនឹងលាក់រឿងហ្នឹងឲ្យចិត្តណែចាស់ដូចលើសពេកទេវាមិនមែនដល់ថ្នាក់ហ្នឹងពេកនោះទេហើយហារណូនាងក៏បាននិយាយដែរថានិយាយចំទៅកាលថ្ងៃមុនខ្ញុំមើលឃើញខូរ៉ូអេវ៉ាជាមួយនឹងហារណូហើយខូរ៉ូអេវ៉ាហ្នឹងក៏បានដល់ឲ្យទៅកាន់ម៉ូណាទៀតហើយខ្ញុំដឹងហើយឥឡូវហ្នឹងម៉ូណាគឺកំពុងតែលួចស្លាញ់ទៅកាន់ខូរ៉ូអេវ៉ាត្រូវអត់យីរបស់យកអញប្រាប់តែអត់ស្រឡាញ់ហើយរបស់យកនេះវិញនិយាយចេះស្ដាប់គ្នាចឹងវិញអើយទៅមិនអីទេម៉ូណាចាំនាងលាក់ឲ្យក៏បានដែរចុយអើយនិយាយស្អីក៏មិនស្ដាប់ដែរលោកអើយអញក្រឺតខ្លាំងហើយអញ្ចឹងរឿងយើងគឺចប់តែប៉ុណ្្នឹងនេះឯងខ្ញុំអរគុណសម្រាប់អ្នកគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ហើយបើអ្នកគ្នាសួរថាមករយៈហ្នឹងតើបាទតែមានថាដាណូតាណាដោយសារតែមានថាដាណូណាគឺថាឈឺកខ្លាំងមែនតើធ្វើវីដេអូបានពាក់កណ្ដាលហើយគឺតុកអេនីមេនេះចោលហើយក៏រត់ទៅធ្វើការឥឡូវហ្នឹងក៏សម្រាប់ចិត្តថាមិនមានដាក់ច្បាប់មួយថ្ងៃមកធ្វើវីដេអូឲ្យអ្នកគ្នាបានទស្សនាទៅដោយសារតែនេះគឺខានធ្វើវីដេអូយូរខ្លាំងមែនតើហើយការងាររបស់ admin នឹងគឺធ្វើការដល់យប់ជ្រៅខ្លាំងមែនតើអញ្ចឹងទៅបានអត់មានពេលសម្រាប់ anime អ្នកគ្នាបានទស្សនាតែចាប់ពីថ្ងៃនេះទៅ admin សន្យាថានឹងនាំអ្នកទាំងអស់គ្នាទៅមើលនៅ anime ទាំងអស់ដែល admin បានសម្រាប់តែបើចោលជាសំណួរសួរថារឿងចាស់នោះ admin ធ្វើអត់ yes admin នឹងធ្វើឡើងវិញហើយក៏ជំរាបសួរក៏ដូចជាជំរាបឆ្លើយអ្នកគ្នាជួយជាមួយខ្ញុំតារាអត់លើថាច្រឡំជួយជាមួយខ្ញុំតារាឯកាឋានសួគ៌គឺថាដាណូនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅអេពីសូតបន្តទៀតអត់ដឹងពេលណាចេញទេបាយជួបគ្នានៅវីដេអូក្រោយមិនដឹងពេលណាចេញទេបាយ
អូខេហើយខ្ញុំសុំបាយអ្នកនរគ្នាទៅលោតឡាប់ខ្លួនសិនហើយបាយសុខសប្បាយជួបគ្នាពេលក្រោយ